សំឡេងម៉ាស៊ីនម៉ូតូបង្ហើរចេញនូវរំញ័រតិចៗមកលើបាតដៃរបស់ខ្ញុំជាចង្វាក់ដ៏ស្ងប់ស្ងាត់មួយដែលផ្ទុយស្រឡះពីភាពធ្ងន់អបអួរក្នុងទ្រូងម៉ោង 6:30 ព្រឹកមេឃនៅភ្នំពេញនៅមានភាពត្រជាក់ស្រស់បន្តិចខ្យល់បរិសុទ្ធនាពេលព្រលឹមបានបោកបក់មកប៉ះមុខមុនពេលដែលកម្ដៅថ្ងៃនិងធូលីដីចាប់ផ្ដើមមកដល់ខ្ញុំបន្ថែមកែវជិះកិច្ចចន្លោះឡានម៉ូតូដែលកំពុងធ្វើដំណើរទៅធ្វើការប៉ុន្តែចិត្តរបស់ខ្ញុំមិនបាននៅលើដងផ្លូវនោះទេវាហាក់ដូចជាជាប់គាំងនៅនឹងតារាងបន្ទុកកាលពីយប់មិញ310លេខទាំងនេះមានអារម្មណ៍ដូចជាដុំថ្មដ៏ធ្ងន់ការឃើញ ISI ចាញ់វិសាខាវាមិនមែនត្រឹមតែជាលទ្ធផលបាល់ទាត់មួយប្រកួតនោះទេប៉ុន្តែវាប្រៀបដូចជាការឆ្លុះបញ្ចាំងពីជីវិតរបស់ខ្ញុំក្នុងសប្តាហ៍នេះចឹងយើងខំប្រឹងប្រែងយើងបង្ហាញខ្លួនដោយក្តីសង្ឃឹមយើងស្រែកហូរហូតដល់ស្អកកប៉ុន្តែពេលខ្លះទោះបីជាយើងផ្ដល់ថាមពលអស់ពីពោះយ៉ាងណាក៏ដោយលទ្ធផលដែលទទួលបានមកវិញមានតែការធ្វើដំណើរត្រឡប់មកផ្ទះវិញយ៉ាងស្ងប់ស្ងាត់ជាមួយនឹងភាពឈឺចាប់ខ្ញុំមើលទៅទីក្រុងដែលកំពុងតែភ្ញាក់ពីដំណេកតាមរយៈរបាំងមួកសុវត្ថិភាពខ្ញុំឃើញអ្នកលក់ដូរតាមចិញ្ចើមថ្នូរកំពុងរៀបចំប្រទេសទាំងទឹកមុខហត់នឿយខ្ញុំឃើញសិស្សសាលាកំពុងធាក់កង់ទៅរៀនទាំងស្មាជ្រុកចុះទុកនឹងខ្យល់មនុស្សគ្រប់គ្នាដែលនៅទីនេះសុទ្ធតែមានសមរភូមិរៀងៗខ្លួនដែលមិនមែនសុទ្ធតែបញ្ចប់ដោយជ័យជំនះនោះឡើយនៅពេលដែលខ្ញុំដូរលេខម៉ូតូគំនិតមួយក៏បានកាត់ផ្តាច់ភាពសោកសៅតារាងបន្ទុកគ្រាន់តែជារូបភាពមួយខណៈពេលប៉ុណ្ណោះវាមិនមែនជាការកាត់សេចក្តីជាស្ថាពរនៃជីវិតនោះទេការចាញ់3-0វាពិតជាឈឺចាប់វាច្បាស់លាស់ណាស់វាជាការចាញ់ដែលធ្វើឲ្យយើងចង់ដោះអាវក្រុមទុកមួយឡែកសិនប៉ុន្តែនៅពេលដែលពន្លឺព្រះអាទិត្យចាប់ផ្ដើមចាំងប៉ះនឹងកញ្ចក់អគារជុំវិញខ្លួនផ្លូវកៅស៊ូពណ៌ប្រផេះប្រែជាពណ៌មាសខ្ញុំក៏ដឹងថាភាពឈឺចាប់វាកើតឡើងបានក៏ព្រោះតែយើងមានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅអ្នកមិនអាចមានអារម្មណ៍ធ្លាក់ចុះដល់កម្រិតនេះទេប្រសិនបើអ្នកមិនបានតម្រង់ទិសដៅទៅរកអ្វីដែលខ្ពង់ខ្ពស់នោះ ISI នឹងត្រឡប់ទៅកាន់ទីលានហ្វឹកហាត់វិញពួកគេនឹងមើលវីដេអូឡើងវិញរកចំណុចខ្វះខាតក្នុងតំបន់ការពារហើយនឹងប្រឹងប្រែងហ្វឹកហាត់រហូតដល់អស់កម្លាំងពីខ្លួនពួកគេនឹងមិនបណ្ដោយឲ្យគ្រាប់បាល់3គ្រាប់នេះមកកំណត់ជោគវាសនារបស់ពួកគេពេញមួយរដូវកាលនោះឡើយខ្ញុំក្តាប់ដៃកែម៉ូតូឲ្យណែនជាងមុនផ្លូវខាងមុខចាប់ផ្ដើមស្រឡះនិងមានពន្លឺជះមុខបើពួកគេអាចបង្ហាញខ្លួននៅវគ្គហ្វឹកហាត់បន្ទាប់ក្រោយការបរាជ័យបែបនេះបានខ្ញុំក៏អាចបង្ហាញខ្លួនសម្រាប់ថ្ងៃថ្មីរបស់ខ្ញុំបានដូចគ្នាការចាញ់គឺជាព័ត៌មានកាលពីម្សិលមិញប៉ុន្តែការបើកបរនេះគឺជាអ្វីដែលកំពុងកើតឡើងនៅពេលនេះខ្ញុំលែងជិះម៉ូតូគ្រាន់តែដើម្បីទៅដល់គោលដៅទៀតហើយប៉ុន្តែខ្ញុំកំពុងជិះចេញពីភាពបរាជ័យនៅពេលដែលខ្ញុំទៅដល់កន្លែងហើយបិទម៉ាស៊ីនម៉ូតូបន្ទុក300លែងមានអារម្មណ៍ថាជាបន្ទុកទៀតហើយវាបានคล้ายជាមូលហេតុដែលធ្វើឲ្យខ្ញុំត្រូវតែខំប្រឹងជាងមុនជើងទម្រម៉ូតូត្រូវបានទម្លាក់ចុះម្សិលមិញគឺជាការចាញ់ប៉ុន្តែព្រឹកនេះគឺជាការចាប់ផ្ដើមថ្មីហើយថ្ងៃស្អែកគឺជាការប្រកួតថ្មីមួយទៀតដែលខុសប្លែកពីមុនទាំងស្រុង